Mìnhមែនត្រឹមតែជាការសម័យទៀតទេនេះគឺជា pick up ដែលមានកម្លាំងរហូតដល់541 HP ក៏ប៉ុន្តែបើកក្នុងក្រុងអត់ចាំបាច់ប្រើប្រេងមួយដំណក់វ៉ាវបងប្អូនទាំងគ្នា5.00 second បងប្អូនទាំងគ្នានៅក្នុង spec 5.7 second ក៏ប៉ុន្តែខ្ញុំតេស្តជាក់ស្ដែងហើយនៅក្នុង sport mode គឺយើងជន់ពី0ទៅ100ត្រឹមតែ5វិនាទីតែម្ដងបងប្អូនគឺថាស្ទុះខ្លាំងមែនទែនតែម្ដងvà cùng một tập này mà can video thay mấy ngày nay cái dương miền Lan đo bị xe muối cứ BYD Shark 6 Advance và một tập phim đá của thằng này cứ chỉ Lan đã đầm lang nó bị cầm chia bởi dương to tại mà đó được hàng vùng 6 đầm lấyไปจะบันบอกเก๊คือ $43,800 cục hiện còn nát mưa tự đen phục bên đập tráiกับchia เนื้อ chia พิเศษคือปราบปอน hybrid จนนอนtrong cloud เดือดฉลาดไว้ระบบ BYD ផងដែរឬក៏គាត់ឲ្យឈ្មោះមួយទៀតគឺ DMO ដែលជាប្រព័ន្ធ Super Hybrid តែម្ដងពាក់ព័ន្ធត្រឹមម៉ាស៊ីនគឺ4សីឡាំង 1.5 Turbo គូបគ្នាជាមួយនឹងម៉ូទ័រអគ្គិសនីមានរហូតដល់2គ្រាប់បងប្អូនទាំងគ្នាមុខក្រោយឬក៏យើងហៅថាប៉ង2ណាកម្លាំងស្រោបរបស់គេគឺ541 HP ជាមួយនឹងកម្លាំងរមួល650 Newton m ពាក់ព័ន្ធទៅនឹង capacity របស់អគុយអាចជាបានថា30 kW ម៉ោងក៏បានដែរបងប្អូនទាំងគ្នា 29.58 អញ្ចឹងលក្ខខណ្ឌដំណើរការឡាននេះមូលហេតុដែលខ្ញុំហៅថាជា Super Hybrid ហ្នឹងគឺវាវៃឆ្លាតខ្លាំងមែនតើបងប្អូនមានរហូតដល់4ចំណុចលក្ខខណ្ឌទី1គឺដំណើរការដោយកម្លាំងម៉ូទ័រអគ្គិសនីមាន2គ្រាប់មុខក្រោយហ្នឹងយកថាមពលចេញមកពីអគុយ Hybrid ដែលគេហៅថា BEV ហ្នឹងលក្ខខណ្ឌទី2គឺ ICE ឬក៏កម្លាំងដែលផ្ទាល់ចេញពីម៉ាស៊ីនចំហេះក្នុងតែម្ដងបងប្អូនទាំងគ្នាលក្ខខណ្ឌទី3គឺ OEEV កម្លាំងបង្កើតចេញមកពីម៉ូទ័រអគ្គិសនីក៏ប៉ុន្តែទទួលបានថាមពលចេញមកពីម៉ាស៊ីនចំហេះក្នុងលក្ខខណ្ឌទី4ពិសេសខ្លាំងមែនទែនកម្លាំងចេញមកពីម៉ាស៊ីនចំហេះក្នុងផងចេញមកពីម៉ូទ័រអគ្គិសនីផងដែលយកថាមពលមកពីអគុយ Hybrid អញ្ចឹងដើម្បីលម្អិតជូនបងប្អូនឲ្យកាន់តែច្បាស់យើងនឹងយកឡាននេះទៅបើកសាកដើម្បីបញ្យល់បងប្អូនតាក់ទងទៅនឹង driving mode របស់រថយន្តតែម្ដងដោយសារតែមានរហូតដល់6បងប្អូនទាំងគ្នាចំណាប់អារម្មណ៍របស់ខ្ញុំទៅពេលដែលចូល Shark 6នេះដំបូងគឺថាស្ងាត់ក៏ដូចជាចកោតបើកធូរខ្លាំងមែនទែនព្រោះឡាន pick up ធម្មតាគឺជាឡានម៉ាស៊ូតក៏ដូចជាឡានសាំងអញ្ចឹងនៅពេលដែលយើងចូលទៅរៀងលឺសលេងក៏ដូចជារៀងញ័រណាបងប្អូនទាំងគ្នាតែសម្រាប់ Shark 6នេះគឺថាស្ងាត់ល្អខ្លាំងមែនទែនហើយក៏ផាសុខភាពខ្លាំងតែម្ដងអញ្ចឹងពាក់ព័ន្ធទៅនឹងដំណើរការនេះគឺជា Super Hybrid ខ្ញុំសូមបញ្យល់បងប្អូនលម្អិតបន្ថែមអញ្ចឹងនៅពេលដែលបងប្អូនបើកក្នុងក្រុងម៉ូទ័រអគ្គិសនី2គ្រាប់ហ្នឹងនឹងជាអ្នកដំណើរការពេញលេញតែម្ដងបងដែលមាន pick up កម្លាំងខ្លាំងខ្ញុំជឿថាអ្នកគេក៏ចង់បើកពង2ដែរក៏ប៉ុន្តែឡានរបស់យើងជាទូទៅគឺបើកអត់កើតទេតម្រូវឲ្យបើកពង1ដោយសារតែលក្ខខណ្ឌ 4H ឬក៏ពង2ហ្នឹងគឺគេឲ្យបើកផ្លូវ off road ហើយក៏ល្បឿនក៏មានកំណត់ដែរបងប្អូនទាំងគ្នាជាទូទៅ pick up មួយចំនួនគឺក្រោម90 km ក្នុង1ម៉ោងតែនៅក្នុងឡាននេះបងប្អូនអាចជន់លើសនឹងបានដោយសារតែវាម៉ូទ័រអគ្គិសនី2នៅខាងមុខមួយនៅខាងក្រោយមួយណាមួយវិញទៀតនៅពេលដែលយើងប្រើពង2គឺស៊ីសាំងខ្លាំងមែនទែនក៏ប៉ុន្តែសម្រាប់ BYD Shark នេះវិញនៅពេលដែលយើងបើកជាធម្មតាគឺដំណើរការដោយម៉ូទ័រអគ្គិសនីសុទ្ធតែម្ដងអញ្ចឹងអត់មានអស់ប្រេងមួយដំណក់ទេអញ្ចឹងបើសិនជាយើងបើកក្នុងក្រុងទៅធ្វើការប្រចាំថ្ងៃខ្ញុំគិតថាបងប្អូនយ៉ាងហោចណាស់ក៏បើកបាន3ទៅ4ថ្ងៃដែរបងប្អូនទាំងគ្នាអាស្រ័យទៅតាមផ្លូវដែលបងប្អូនជិះឬក៏ពេលវេលាដែលយើងបើកទៅអាចនឹងស្ទះផ្លូវម៉ោង5ឬក៏ម៉ោង8ផឹកអីចឹងណាបងប្អូនបើនិយាយថាមពលអគុយឡាននេះគឺយើងអាចជិះសុទ្ធបាន100 km ដល់បងប្អូនទាំងគ្នាមួយវិញទៀតបើសិនជាយើងនិយាយតាក់ទងទៅនឹងផ្លូវឆ្ងាយឬក៏បើកផ្លូវខេត្តវិញបងប្អូនក៏អត់ចាំបាច់ព្រួយបារម្ភដែរព្រោះថាម៉ាស៊ីនសាំងនេះគឺយើងអាចជិះបាន700 km បូកចូលគ្នាជាមួយនឹង EV 100ទៀតគឺជិះបានរហូតដល់800 km អញ្ចឹងនៅពេលដែលបងប្អូនត្រូវបើកផ្លូវឆ្ងាយឬក៏ចុងខេត្តបងប្អូនមានជម្រើសអត់សាក EV Hybrid ក៏បានចង់សាកក៏បានដែរព្រោះថាឡាននេះទទួល DC fast charge ហើយដូចខ្ញុំបញ្ជាក់បងប្អូនអញ្ចឹង Super Hybrid ដ៏ឆ្លាតវៃរបស់ BYD Shark 6ហ្នឹងមិនត្រឹមតែអាចឲ្យយើងដំណើរការ EV mode ឬក៏ម៉ូទ័រសុទ្ធបានទេក៏អាចប្រើប្រាស់សាំងសុទ្ធបានដែរអាស្រ័យទៅតាម system គណនាទៅថាសមចៃពេលណាអញ្ចឹងណាបងប្អូនទាំងគ្នាមួយទៀតនៅក្នុងលក្ខខណ្ឌដែលអគុយ Hybrid របស់យើងរៀងធ្លាក់ភាគរយណាបងប្អូនទាំងគ្នាវាអាចនឹងឲ្យម៉ាស៊ីនឡានប្រឆេះដើម្បីបញ្ជូនកម្លាំងទៅដំណើរការម៉ូទ័រអគ្គិសនីតែម្ដងអញ្ចឹងនៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃទោះបីជាបងប្អូនភ្លេចសាកឡានក៏អត់មានការព្រួយបារម្ភដែរហើយសម្រាប់លក្ខខណ្ឌទី4វិញគឺបញ្ចូលធម្មពលពីពិភពបងប្អូននៅក្នុងពេលដែលបងប្អូនត្រូវការវ៉ាចេញឬក៏ត្រូវការកម្លាំងខ្លាំងពេល off road ជន់បែប extreme អញ្ចឹងណាគឺអាចនឹងម៉ាស៊ីនប្រឆេះឡើងដើម្បីជំនួយកម្លាំងទៅកាន់ម៉ូទ័រដើម្បីសម្របទៅតាមការជាប់របស់បងប្អូនតែម្ដងអូខេអញ្ចឹងខ្ញុំសូមបន្ថែមតាក់ទងទៅនឹងសាក់ស៊ីបន្តិច BYD Shark 6នេះដំណើរការដោយប្រព័ន្ធ Cell to Chassis អញ្ចឹងគឺមានជាមួយនឹងអគុយដែលជួយច្រើនខ្លាំងមែនទែនបងប្អូនទាំងគ្នាទី1គឺជួយទីប្រជុំទំនាញអត់ឲ្យបងប្អូនមានអារម្មណ៍ថាឃ្លីងឃ្លោងនៅពេលដែលបងឆ្កូតឆ្វេងស្ដាំទី2គឺជួយទប់ជាមួយនឹងសម្ពាធនៅពេលដែលបងប្អូនជន់ល្បឿនលឿនខ្លាំងអញ្ចឹងនៅពេលដែលយើងកាន់ចកោតឡាននេះអត់សូវមានអារម្មណ៍ថារៀងភ័យឬក៏បាត់បង់ទំនុកចិត្តទេនៅពេលដែលយើងជន់ល្បឿនលឿនរីឯជើងក្រោមវិញគឺប្រើប្រាស់ស្លាបបញ្ជាវទាំងមុខទាំងក្រោយតែម្ដងបងប្អូនទាំងគ្នានៅផ្នែកខាងក្រោយហ្នឹងគឺប្រើប្រាស់ Racer ធំខ្លាំងតែម្ដងពាក់ព័ន្ធទៅនឹង driving mode វិញនៅក្នុងក្រុងបងប្អូន
អាចប្រើ eco បានបើសិនជាត្រូវបើកផ្លូវឆ្ងាយចាំប្រើប្រាស់ជាមួយនឹង mode ឬក៏បងប្អូនត្រូវការវ៉ាចេញកម្លាំងពេញបឹបហ្មងយើងអាចចូលទៅ sport mode បានព្រោះឡាននេះស្ទុះខ្លាំងតែម្ដងបងប្អូនទាំងគ្នាជន់បានពី0ទៅ100ត្រឹមតែ5 second ជាងតែប៉ុណ្ណោះរីឯ mode off road វិញមាន Muddyland មាន Mountain មាន Snowfield ក៏ដូចជាមាន Sandland អូខេបងប្អូនទាំងគ្នាឥឡូវដោយសារតែចង់ដឹងសន្ទុះចាក់ស្ដែងខ្ញុំនឹងធ្វើការតេស្តតែម្ដង1 2 3អូវ៉ាវលឿនខ្លាំងមែនតើអូលឺសលេងម៉ាស៊ីនមកហើយបាទវ៉ាវបងប្អូនទាំងគ្នា 5.00 second បងប្អូនទាំងគ្នានៅក្នុង spec 5.7 second ក៏ប៉ុន្តែខ្ញុំតេស្តចាក់ស្ដែងហើយនៅក្នុង sport mode គឺយើងជន់ពី0ទៅ100ត្រឹមតែ5វិនាទីតែម្ដងបងប្អូនគឺថាស្ទុះខ្លាំងមែនតើតែម្ដងតែបញ្ជាក់បងប្អូនទាំងគ្នាឥឡូវកំពុងតែនៅ sport mode ដែរអូខេអញ្ចឹងឥឡូវគឺយើងបានមកដល់ទីលាន off road ហើយខ្ញុំនឹងតេស្តបែប extreme មកបងប្អូនគ្នាមើលតែម្ដងនៅនេះគឺយើងអាចតេស្តតាក់ទងទៅនឹង sand mode mountain ក៏ដូចជា snowfield ក៏អាចតេស្តបានផ្លូវល្អដែរបងប្អូនគ្នាព្រោះទោះបីជាស្រុកយើងអត់ធ្លាក់ព្រិលទេក៏ប៉ុន្តែមានផ្លូវបែបល្អយើងអាចតេស្តលេងបានណាហើយមួយវិញទៀតគឺយើងនឹងតេស្តទៅលើ muddy road ខ្លាំងតែម្ដងដោយសារតែផ្លូវទីលាននេះគឺមានផុកជ្រៅច្រើនបងប្អូនគ្នាហើយចូល muddy road ហើយបាទឈៀលខ្លាំងអូខេអញ្ចឹងបងប្អូនទាំងគ្នាបានឃើញការតេស្តតារាយហើយគឺថាខ្ញុំបានសាកយើងប្រើប្រាស់ normal mode ដំបូងដែរគឺយើងអាចជិះទៅមុខបានក៏ប៉ុន្តែមានអារម្មណ៍ថាភ័យឬក៏ឡានអត់សូវទៅមុខក៏ប៉ុន្តែបន្ទាប់ពីបានចូល muddy road ហើយបងប្អូនទាំងគ្នាឡានរបស់យើងមានអារម្មណ៍ថា confident នៅក្នុងការបើកបរក៏ដូចជាទាំងការបញ្ជាជាកូដអត់មានត្រូវខ្លាចជាប់ថងសោះតែម្ដងបងប្អូននិយាយទៅគឺមកសុបាយនៅលើទីលាននេះគឺយើងអាចលេង off road បានមួយអែមបងប្អូនអូខេអញ្ចឹងយើងបន្តមកមើលការរចនាវិញបងប្អូនទាំងគ្នាខ្ញុំក៏ចាប់អារម្មណ៍ថាជាការរចនាបែប hybrid ដែរព្រោះថា design បែប off road យើងឃើញជុំកន្លែង hood ក៏ដូចជា fender បងប្អូនទាំងគ្នាគឺជា បែប off road តែម្ដងក៏ប៉ុន្តែមានលាយជាមួយនឹងការរចនាបែប modern ឬក៏ទាន់សម័យឡាននេះមិនថាតែយើងបើកក្នុងព្រៃក៏មើលទៅអំណាចបងប្អូនបើកក្នុងក្រុងក៏មើលទៅស៊ីវិល័យផងដែរបើសិនជាប្រៀបធៀបឬក៏លើកឧទាហរណ៍ទៅបងប្អូនឃើញកូនសិស្សដែលពាក់បន្តាប្រកាសជាសន្មតថាគាត់ជាក្មេងឆ្លាតហើយបកមកឡានយើងវិញគ្រាន់តែឃើញមុខមាត់បែបនេះបងប្អូននឹងសន្មតថាឡាននេះគឺជាឡានស៊េរីថ្មីទំនើបពោពេញទៅដោយបច្ចេកវិទ្យាតែម្ដងពាក់ព័ន្ធទៅនឹងជាគៀង DRL ឬក៏បំភ្លឺពេលថ្ងៃនេះគឺជាប្រភេទអក្សរ C ក៏ប៉ុន្តែបែបជ្រុងហើយមានកាត់ពណ៌ខ្មៅកន្លែងនេះបន្ទាប់មកអូសពីឆ្វេងទៅដល់ស្ដាំតែម្ដងជាប្រភេទ light bar ធំខ្លាំងមែនទែនអាចថា3ឬក៏4ម្រាមតែម្ដងបន្តមកប្លុកឆ្កៀងនេះគឺជាប្រភេទ LED ដូចគ្នាមានគុជរហូតដល់2គ្រាប់បងប្អូនទាំងគ្នាអាចបិទបើកក៏ដូចជាតម្លើងធ្លាក់ pha code automatic ហើយខាងមុខនេះការរចនាអត់ស្មុគស្មាញទេបែបលាតមានជាមួយនឹង logo BYD ធំក៏ដូចជាយើងឃើញមានជាមួយនឹងកាមេរ៉ាហើយនៅខាងក្រោមនេះក៏មានជាមួយនឹង sensor parking ផងដែរខាងក្រោមនេះមានជាមួយនឹងជ័រស្វិតក៏ដូចជាបលាំងដាស់អញ្ចឹងដល់ពេលដែលបងប្អូនចង់បើក off road បែប extreme មិនថាតែផ្លូវផុកឬក៏ផ្លូវគ្រូអីគឺយើងអត់ខ្លាចមានបញ្ហាទៅដល់ម៉ាស៊ីនឡានរបស់យើងទេតមកដល់ផ្នែកជំហាននេះបងប្អូននឹងឃើញការរចនាបែប off road កាន់តែខ្លាំងដោយសារតែមាន fender ជាប្រភេទ boxy ឬក៏ជ្រុងរីឯយ៉ាន់ទំហំ18អ៊ីងការរចនាស្រស់ស្អាតខ្លាំងមែនទែនជាទម្រង់អក្សរ Y ហើយមាន highlight ក្រោមព័ទ្ធជុំវិញតែម្ដងកញ្ចក់សងខាងគឺជាប្រភេទក្តោប automatic ហើយបងប្អូនក៏ឃើញកាមេរ៉ាដែរដោយសារតែឡានរបស់យើងជាប់មកជាមួយប្រព័ន្ធកាមេរ៉ា 360 degree រីឯផ្នែកខាងក្រោមនេះគឺយើងមានឈ្នាន់ជើងក៏ដូចជាបងប្អូនឃើញជ័រស្វិតនៅផ្នែកខាងក្រោមអញ្ចឹងនៅពេលដែលបងប្អូនជន់ off road បែប rally ឬក៏ extreme យើងអត់ព្រួយបារម្ភថាគ្រោះខ្ទាតមកផ្នែកខាងក្រោមដាច់ទឹកថ្នាំឡានទេបងប្អូនហើយខ្ញុំក៏ចង់រំលេចប្រព័ន្ធទំនើបបន្ថែមទៀតពាក់ព័ន្ធទៅនឹងសោកគឺយើងអាចបញ្ជាប្រឆាំងម៉ាស៊ីនពីចម្ងាយបានហើយក៏មានជាមួយនឹងកាត NFC ដែលយើងអាច lock ក៏ដូចជា unlock បានផងដែរហើយក៏ចង់បញ្ជាក់បងប្អូនម្ដងទៀតថា BYD Shark 6 Advance នេះត្រូវបានតម្លើងនៅប្រទេសកម្ពុជារបស់យើងក៏ប៉ុន្តែគឺជា global spec អញ្ចឹងគឺបងប្អូនអាចប្រើប្រាស់ជាមួយនឹង app របស់ BYD បានដើម្បីបិទបើកកញ្ចក់ lock unlock មើលស្ថានភាពឡានជាក់ស្ដែងក៏ដូចជាបើកម៉ាស៊ីនជាក់ទុកមុនចង់កន្លះម៉ោងក៏បានដែរបងប្អូនទាំងគ្នាហើយនេះកន្លែងសាកធម្មពលអគ្គិសនីបងប្អូនទាំងគ្នាដែលពិសេសខ្លាំងមែនទែនដោយសារតែមិនត្រឹមតែមាន AC 7 kW ហើយក៏មានជាមួយនឹង DC 55 kW ផងដែរអញ្ចឹងអាចសាកល្បឿនលឿនបានឆាប់ពេញធម្មពលទៅតាមលក្ខខណ្ឌដែលបងប្អូនត្រូវការហើយកន្លែងនេះផ្ទាល់ក៏បងប្អូនអាចដោតដូចដើម្បីប្រើប្រាស់ជាមួយនឹងប្រព័ន្ធ V2L មានន័យថាយើងយកធម្មពលពីឡានដើម្បីទៅប្រើប្រាស់ជាមួយនឹងគ្រឿងអេឡិចផ្សេងៗដូចជាឆ្នាំងបាក់អគ្គិសនីម៉ាស៊ីនចុងកាហ្វេឬក៏លក្ខខណ្ឌដែលខ្ញុំចង់សាកធម្មពល laptop ឬក៏ទូរស័ព្ទជាដើមអញ្ចឹងនៅផ្នែកខាងក្រោយនេះការរចនាគឺទម្រង់លាតដូចផ្នែកខាងមុខដែរបងប្អូនទាំងគ្នាជាប្រភេទ light bar ហើយទំហំធំដូចគ្នាជាពិសេសមិនថាតែភ្លើង stop ភ្លើងប្រាំងឬក៏ភ្លើងសញ្ញោទេគឺជាប្រភេទ LED ទាំងអស់តែម្ដងហើយឡានគឺមាន system វៃឆ្លាតខ្លាំងមែនទែនដោយសារតែគ្រប់ខាងក្រោយប
បងប្អូនបាច់ចាំបាច់កាច់ដៃទេគឺចុចប៊ូតុងចំនួន2គឺវានឹងធ្លាក់មកហើយបងប្អូនបាច់ភ័យថានៅពេលដែលយើងបើកឃ្លុបខាងក្រោយនឹងធ្លាក់បោកទេដោយសារតែដោយបងប្អូនឃើញអញ្ចឹងដោយសារតែមានជើងបូមនេះអញ្ចឹងគឺវានឹងជួយទប់សម្រួលតែម្ដងហើយចំណុចនេះមួយគឺខ្ញុំសឹងតែមិនគួរឲ្យជឿបងប្អូនទាំងគ្នាដោយសារតែទ្រុងខាងក្រោយត្រូវបាន spray ដោយ bed liner អញ្ចឹងគឺជាសារធាតុរបស់បងប្អូនឃើញពណ៌ខ្មៅហ្នឹងបងប្អូនដែលស្រឡាញ់ឡាន off road ក៏ដូចជាឡាន pick up ក៏គាត់ជាស្គាល់ហើយតម្លៃថ្លៃខ្លាំងមែនតើនេះអាចនឹងខ្ទង់$3ទៅ$4,000បើសិនជាបងប្អូនចង់បាញ់បែបហ្នឹងអានេះគឺការពារច្រាស់ពុកក៏ដូចជាការពារឆ្កូតនៅពេលដែលបងប្អូនត្រូវបោះបថៅញួរឬក៏សម្ភារៈផ្សេងៗទៀតបងប្អូនអត់ចាំបាច់ថ្នមដៃទេដោយសារតែសារធាតុទាំងអស់នេះការពារឆ្កូតផងដែរហើយនៅទ្រុងខាងក្រោយហ្នឹងក៏មានភ្លើងសងខាងតែម្ដងហើយនៅពេលដែលបងប្អូនត្រូវបិទឃ្លុបខាងក្រោយនេះក៏មានប្រព័ន្ធជំនួយដែរអត់ធ្ងន់ខ្លាំងទេបងប្អូនទាំងគ្នានឹងនេះ logo BYD បងប្អូនឃើញគេដាប់ចូលសាច់តួតែម្ដងក៏ដូចជាមានផ្លាក logo ឈ្មោះ BYD Shark Set និង DMO ក៏ដូចជាប្រព័ន្ធ all-wheel drive នៅខាងក្រោមគឺយើងមាន sensor រហូតដល់4គ្រាប់ហើយនេះគឺជាកាមេរ៉ាមើលផ្នែកខាងក្រោយពាក់ព័ន្ធទៅនឹងទំហំឡានរៀងធំដែរបងប្អូនទាំងគ្នាបដោយរហូតដល់5457មីលីម៉ែត្រទៅតឹង1971មីលីម៉ែត្រនិងកម្ពស់របស់គេនឹងគឺ1925មីលីម៉ែត្ររីឯកម្រិតកង់ពីមុខទៅក្រោយគឺ3260មីលីម៉ែត្រអូខេបងប្អូនអញ្ចឹងចូលមកលម្អិតផ្នែកខាងក្នុងវិញបើនិយាយពីអារម្មណ៍ដែលខ្ញុំចូលឡាននេះដំបូងហ្មងចាប់អារម្មណ៍ថាដូចកាប៊ីនយន្តហោះអញ្ចឹងបងប្អូនទាំងគ្នាតាក់ទងទៅនឹង center console នេះគាត់រៀបចំ layout មកគឺថាស្អាតតាក់ទាញខ្លាំងមែនទែនសម្រាប់ប៊ូតុងផ្សេងៗដែលបងប្អូនឃើញជាពិសេសគឺជាកឹសលេខនៅចំកណ្ដាលហើយករបស់វានឹងគឺលោចខ្លាំងមែនទែនតែម្ដងដល់ពេលដែលបងប្អូនដាប់ហើយទាញចូលលេខនីមួយៗណាលើពីនោះទៀតការរចនាមានលាយ DNA off road ច្រើនខ្លាំងមែនទែនចាក់ស្ដែងគឺយើងឃើញប្លែកជាមួយនឹង Tableau ក៏ដូចជា center console ដែលមានកន្លែងកាន់បងប្អូនទាំងគ្នាស្បែកពណ៌ខ្មៅជុំវិញលាតែម្ដងហើយ highlight ជាមួយនឹងពណ៌ទឹកក្រូចមានធ្នេក៏ដូចជា detail cup holder ហើយនឹងរុនម៉ាស៊ីនត្រជាក់ជាដើមហើយខ្ញុំចាប់អារម្មណ៍ជាមួយនឹងស្បែកពួកឃើញប្លែកច្រើនមែនទែនទាំងចង្កូតក៏អីក៏ដូចជាកន្លែងដៃទ្វារគឺខុសគ្នាទាំងអស់បងប្អូនសូម្បីតែកន្លែងដៃទ្វារនេះគឺយើងឃើញស្បែកពីរប្រភេទខុសគ្នាបាត់ទៅហើយអញ្ចឹងក៏អីដែលយើងកំពុងតាំងអង្គុយនេះបាទក្តោបទន់ស្រួលខ្លាំងមែនទែនដែលជាប្រភេទស្បែកហើយជាប្រភេទអូតូទាំងសងខាងតែម្ដងពាក់ព័ន្ធទៅនឹងចង្កូតយើងវិញគឺថាធូរស្រួលនៅក្នុងការបើកបរដោយបងប្អូនឃើញខ្ញុំតេស្តត្រាយហើយមានជាមួយនឹងធ្នេពណ៌ទឹកក្រូចខាងស្ដាំមានមុខងារតាក់ទងទៅនឹងតម្លើងធ្លាក់ volume ខាងឆ្វេងគឺយើងអាចបញ្ជាតាក់ទងទៅនឹង cruise control មើលកាមេរ៉ា360ក៏ដូចជានៅខាងក្រោមខ្ញុំចាប់អារម្មណ៍ខ្លាំងជាងគេដោយសារតែឆ្អឹងគាត់បាន design ផ្ដាច់ហើយដាក់ជាមួយនឹង driving mode គាត់បែងចែកជាពីរខាងឆ្វេងមាន driving mode សម្រាប់បើកបរក្នុងទីក្រុងនិងខាងស្ដាំមាន driving mode សម្រាប់បើកបរផ្លូវ off road ពាក់ព័ន្ធទៅនឹងអេក្រង់ digital ទំហំ 10.25 អ៊ីង color ក៏ច្បាស់លេខក៏ធំងាយស្រួលយើងមើលព័ត៌មានផ្សេងៗដូចជាសម្ភារខ្យល់កង់ហើយនិងទិន្នន័យជាច្រើនទៀតបងប្អូនគ្នាបែរមកអេក្រង់ touch យើងវិញបាទទំហំធំមែនទែន 12.8 អ៊ីងអញ្ចឹងបងប្អូនអាចប្រើប្រាស់ touch បញ្ជាមុខងារផ្សេងៗបាន response គឺលឿនខ្លាំងតែម្ដងហើយមួយវិញទៀតគឺធ្វើឲ្យបងប្អូនស្រួលនៅពេលដែលយើងត្រូវប្រើប្រាស់កាមេរ៉ា560ណាបងប្អូនគ្នាយើងអាចពវល់រូបនៅលើនេះបានឡានបងប្អូនចង់មើលពេញក៏បានឬក៏ចង់មើលបែប transparent ឬក៏មើលដល់បាតក៏បានដែរបងប្អូនគ្នាហើយមាន Apple CarPlay ក៏ដូចជា Android Auto យើងអាចភ្ជាប់បានដោយ wireless ឬក៏អត់ចាំបាច់ប្រើខ្សែទេនិងប្រព័ន្ធតន្ត្រីក៏ព្រោះដែរបងប្អូនគ្នាព្រោះ speaker មាន18ហើយចំណុចមួយទៀតបើសិនជាបងប្អូនកន្លែងទៅមើលផ្នែកខាងក្រោមអត់ឃើញមានប៊ូតុងទេអញ្ចឹងតាក់ទងទៅនឹងការ control មុខងារម៉ាស៊ីនត្រជាក់គឺយើងបញ្ជានៅលើអេក្រង់ touch ដូចគ្នាក៏ប៉ុន្តែដោយសារតែ BYD គឺជាឡានមួយដែលទំនើបហើយគិតគូរទៅដល់អ្នកប្រើប្រាស់ខ្លាំងមែនទែនអញ្ចឹងគឺមានជាមួយនឹង shortcut បើសិនជាបងប្អូនចង់សេរីខ្យល់ម៉ាស៊ីនត្រជាក់គ្រាន់តែប្រើ3ម្រាមអូឆ្វេងអូស្ដាំហើយបើសិនជាចង់សេរីសីតុណ្ហភាពយើងគ្រាន់តែប្រើ3ម្រាមអូឡើងលើចុះក្រោមនិយាយទៅ convenient ឬក៏ស្រួលប្រើខ្លាំងមែនទែនទោះបីតែ voice command ក៏ជាបច្ចេកវិទ្យាចុងក្រោយអញ្ចឹងបើសិនជាខ្ញុំចង់បើកកញ្ចក់ទៅពាក់កណ្ដាលក៏អាចបញ្ជាឡានបានដែរបងប្អូនទាំងគ្នា Here Open driver window halfway No problem បងប្អូនឃើញហើយគឺបើកតែពាក់កណ្ដាលទេលយខ្លាំងមែនទែន Close the window Copy that លើពីនោះទៀត BYD គាត់គិតគូរខ្លាំងមែនទែនដើម្បីឲ្យយើងងាយស្រួលប្រើប្រចាំថ្ងៃណាបងប្អូនទាំងគ្នាជាក់ស្ដែងយើងឃើញនៅក្រោម Tableau កន្លែង passenger បន្លោះគឺធំខ្លាំងតែម្ដងសម្រាប់បងប្អូនដែលវ៉ាន់ផ្សេងហើយនៅកណ្ដាលនេះគឺយើងមានកន្លែងដាក់ទូរស័ព្ទផ្សេងមានកន្លែង wireless charge ផ្សេងដែលបាញ់ខ្យល់ត្រជាក់មកទូរស័ព្ទបងប្អូនតែម្ដងកម្លាំង50វ៉ាត់បើនិយាយពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាសុវត្ថិភាពឡាននេះគឺមកច្រើនខ្លាំងមែនទែនបងប្អូនទាំងគ្នាជាពិសេសតាក់ទងទៅនឹងសុវត្ថិភាពនៅក្នុងការប្រើប្រាស់ហ្វ្រាំងដោយសារតែឡានប្រើប្រាស់ហ្វ្រាំងឌីសមុខក្រោយហើយក៏មាន regenerative braking system ផងដែរជានៅក្នុងឡានគឺមានច្រើនមែនទែនដូចជាប្រព័ន្ធជំនួយហ្វ្រាំង HBA EBD ក៏ដូចជាប្រព័ន្ធទល់នឹង VDC ប្រព័ន្ធទប់ឡាននៅពេលដែលបងប្អូនបើកផ្លូវទួលប្រព័ន្ធទប់ក្លាប់ OMI ប្រព័ន្ធជំនួយនៅពេលដែលបងប្អូនចុះចំណោតឬក៏ Hill Descent Control និងប្រព័ន្ធ Distributed Traction Control ជាពិសេសគឺបងប្អូននឹងទទួលបានជាមួយនឹង cruise control ផងដែរអូខេអញ្ចឹងខ្ញុំសូមបន្ថែមទៅលើ center console នេះជាកលេខគឺនៅកណ្ដាលបងប្អូនទាញទៅមុខទៅក្រោយហើយសម្រាប់ពេលគឺយើងចុចហើយនៅខាងឆ្វេងនេះវិញមានប្រព័ន្ធ hill descent control parking brake ក៏ដូចជា bus traction control និងនៅខាងក្រោមនេះសិតតែមុខងារចាំបាច់តែម្ដងមកប៉ុណ្ណឹងគ្នាដូចជា auto hold ប៊ូតុងបញ្ជាមុខងារបើកឃ្លុបខាងក្រោយនៅកណ្ដាលគឺជា engine start stop ផ្លាយពីគេតែម្ដងដោយសារតែមានពណ៌ទឹកក្រូចនៅឆ្វេងបន្ទាប់នេះគឺជាប៊ូតុងសម្រាប់ឆ្លាស់ EV mode ជាមួយនឹង hybrid អូខេបងប្អូននៅកៅអីជួរទី2នេះឲ្យតែចាប់អារម្មណ៍ដំបូងគឺមានជាមួយនឹងដៃតោងជាប្រភេទឡាន off
off-road បាទ hub 9 ខ្លាំងមែនតើក៏ដូចជាមានកៅអីស្បែក highlight ជាមួយនឹង Portico តែមុននឹងចូលអង្គុយសូមឆែកឆេរឲ្យបងប្អូនមើលសិនដោយសារតែកៅអីហ្នឹងយើងអាចបត់ខ្នងបាននៅផ្នែកខាងក្រោយនេះបងប្អូននឹងមានសម្ភារៈផ្សេងៗសម្រាប់ដូរផ្លាស់ប្ដូរសបកកង់ផ្សេងៗណាឡាននេះក៏មានជាមួយនឹងកង់សកួតដែរបងប្អូនទាំងគ្នានៅផ្នែកបាតខាងក្រោមឡានអូខេឥឡូវយើងកាច់មកលើវិញសិនបន្ទាប់មកបានយើងទៅមើលនៅបាតខាងក្រោមវិញម្ដងដោយសារតែកែបក៏បងប្អូនអាចកាច់ខាងលើបានដែរក៏ប៉ុន្តែតកតងទៅនឹងផ្នែកខាងក្រោមនេះសិតតែគ្រឿងអេឡិចត្រូនិកទេនិយាយទៅគឺសម្រាប់ខាង mechanic គាត់ធ្វើការ service ឬក៏ដំណើរតាមទៅលើឡានរបស់យើងអូខេឥឡូវយើងចូលមកតេស្តអង្គុយតែម្ដងឃើញថាវ៉ាវបងប្អូនផាសុកភាពខ្លាំងមែនតើដោយសារតែជាកៅអីស្បែកហើយបងប្អូនឃើញ layout ឬក៏ទម្រង់នៃការរចនានេះ Bobby VD គាត់បាន design ឲ្យកោងហើយទេនៅពេលដែលបងប្អូនផ្អែកមកបាទសុបហើយផាសុកភាពតែម្ដងអញ្ចឹងទោះបីជាធ្វើដំណើរផ្លូវឆ្ងាយឬមួយក៏ឡានកំពុងតែបើក off road ក៏យើងអត់ពិបាកខ្លួនដែរបងប្អូនទាំងគ្នាមួយវិធីតកតងទៅនឹង space ឃើញថាទលេខ្លាំងមែនតើដោយសារតែទទឹងឡានរៀងវែងហើយបងប្អូនប្រហែលជាគិតថាដោយសារតែឡានមានអគុយនៅខាងក្រោមអាចនឹងទើសជង្គង់ក៏ប៉ុន្តែបើសិនជាយើងប្រៀបធៀបជាមួយនឹងឡានសាំងធម្មតាគឺមានឡានចម្លងចលនាពីម៉ាស៊ីនទៅប៉ុងខាងក្រោយតែឡាននេះអត់មានទេបងប្អូនទាំងគ្នាជំនួសមកអង្គុយវិញនិយាយទៅគឺផាគ្នាទេអញ្ចឹងនៅពេលដែលយើងអង្គុយក្នុងឡាននេះគឺសណ្ដូកជើងទលេធម្មតាហើយនៅផ្នែកខាងមុខក៏មានរន្ធម៉ាស៊ីនជែកក៏ដូចជាកន្លែងសាកមានដល់ចំនួន Type C ទៀតផងអូខេអញ្ចឹងមួយថ្ងៃពេញជាមួយនឹង BYD Shock 6នេះគឺលុតមួយឆ្ងាញ់តែម្ដងបងប្អូនទាំងគ្នា performance ទាំងផ្លូវ on road ក៏ដូចជាផ្លូវ off road តែម្ដងអញ្ចឹងតម្លៃបច្ចុប្បន្នគឺ 43800 បងប្អូនទាំងគ្នាបើសិនជាបងប្អូនចាប់អារម្មណ៍ចង់មកសាកក៏ដូចជា test performance ផ្ទាល់អាចទំនាក់ទំនងទៅកាន់ BYD Cambodia បាន